បងរត់ដឹងធ្លាប់តែថតនៅ Mode QB ប៉ុន្តែថ្ងៃនេះចង់ឲ្យបងមកមើលការរស់នៅអតិថិជននៅប្លុក Q វិញម្ដងចង់ដឹងថាទិដ្ឋភាពរួមនៃការរស់នៅបែបថាម៉េចនៅពេលដែលយើងលក់គម្រោងអស់ហើយភ្ញៀវចូលនៅចង់ដឹងថាតើការរស់នៅផ្ទះល្វែងជាមួយនឹងផ្ទះវីឡាតូខុសគ្នារបៀបម៉េចខ្លះបងអាចមើលវីដេអូនេះបានអញ្ចឹងឥឡូវនេះគឺខ្ញុំនៅប្លុកជួ F តែម្ដងបងចាស់ផ្លូវលេខ7អញ្ចឹងគឺជួផ្ទះ F បងអាចឃើញជាក់ស្ដែងបានផ្លូវក្នុងបុរីគឺធំទលាយខ្លាំងមែនតើសំខាន់ຂະຫນាតវីឡាតូរបស់យើងគឺយើងសល់ជ្រីក1ម៉ែត្រខាងមុខផ្ទះបងអាចដាំជាប្រទីហុងស៊ុយឬក៏ដើមចាដំណាំអីបន្លែបកាមុខផ្ទះបានហើយទល់មុខនឹងដែរចាគឺយើងមានជាមួយនឹងធុងសម្រាប់មួយគ្រប់ផ្ទះតិជនបាច់ច្បាច់អស់លុយទិញថែមឯគឺខាងបរិយគេរៀបចំឲ្យបងប្អូនមកស្អាតតែម្ដងហើយបងមើលផ្ទះអតិជននេះទិញផ្ទះនៅបរិយអូនស៊ីវ៉ាឡាថ្មីត្បិតតែក្នុងបរិយក៏ពិតមែនប៉ុន្តែងាយស្រួលថងថាបងអាចកែលម្អទៅតាមចិត្តបងស្រឡាញ់បានអាចរៀបចំជាលបងបែបរៀងទៀបអញ្ចេះក៏បានរៀបចំជាលបងខ្ពស់អញ្ចឹងក៏បានឬមួយក៏បងអាចធ្វើជាដៃស្មិតខ្មៅធំអញ្ចេះក៏បានដែរហើយខ្ញុំបញ្ជាក់ណាគ្រប់ផ្ទះទាំងអស់ដែលខ្ញុំកំពុងតែបង្ហាញនេះគឺមានអតិថិជនគាត់ទិញរួចហើយតែបើសិនជាបងស្រឡាញ់ចាប់អារម្មណ៍ចង់បានជួ F នៅដែរហើយស្រឡាញ់ mode Q របស់យើងចាហើយចង់បានផ្ទះសង់រួចយើងក៏មានផ្ទះមួយប្លង់ចង់ណែនាំទៅបងដែរឯកជនភាពហើយទីតាំងល្អមែនតើនេះគឺផ្ទះមួយប្លង់នេះតែម្ដងហើយកែងផ្លូវទៀតហើយចំណុចពិសេសហ្នឹងគឺខាងបុរីយើងបានរៀបចំ free landscape ជូនឲ្យបងទៀតនេះបងអាចឃើញហីនៅខាងមុខផ្ទះនេះបងអត់ចាំបាច់អស់លុយថែមទេហើយតម្លៃបានតម្លៃល្អណាបងនេះនេះយើងរៀបឲ្យបងមកស្អាតអញ្ចឹងហ្មងហើយដីចំហៀងផ្ទះនេះក៏សល់ស្អាតដែរបងឃើញអត់ចាធំទលាយចាមានរៀប landscape ហើយនេះរៀបគ្រួសសចេះឲ្យបងទៀតណាមិនថោកទេនេះបងខៀវគ្រួហ្នឹងណាគឺយើងរៀបចំឲ្យបងមកស្អាតហើយខាងក្រោយផ្ទះបានរហូតទៅដល់3ម៉ែត្រពេញចាតលាយមែនតើហើយមើលគេរៀបចំមកអាហ្មងមានអារម្មណ៍ថា clean ហើយអនាម័យមែនតើស្អាតហ្មងបងហើយបានຂະຫນាតវីឡាតូលនៅសំណង់ឥដ្ឋ20ជុំវិញទាំងលើទាំងក្រោមទៀតបងឃើញអត់ចានេះអញ្ចឹងណាស្អាតមែនតើបងចំហៀងខាងនេះសល់បាន1ម៉ែត្រកន្លះក៏ទុកបន្លាស់ទុកឲ្យសម្រាប់បងដាំតំណាំដែរហើយរស់នៅបងឃើញទេបែបឯកជនភាពអត់ជាប់អញ្ចាំងគ្នាទេគ្មានសលេងថ្លង់រំខានហើយសំណង់ផ្ទះរៀបចំសិតតែឥដ្ឋ20អញ្ចេះទៀតបងនៅទៅមកស្រឡាញ់បងបាត់ភ័យខ្លាចមានសលេងថ្លង់រំខានអីគឺអត់ទេចាបងនៅនេះគឺស្រួលអញ្ចឹងហើយបើចូលទៅខាងក្នុងផ្ទះមួយខ្ញុំវិញខាងក្នុងផ្ទះហ្នឹងគឺមាន4បន្ទប់គេង4បន្ទប់ទឹកអញ្ចឹងខ្ញុំបង្ហាញផ្ទះហ្នឹងបងទិញផ្ទះហ្នឹងដូចគ្នាទិញហើយចូលនៅមកហើយនេះទ្វារគេប្រើទ្វារឈើក្រំចេះបងចូលមកខាងក្នុងផ្ទះកន្លែងនេះគឺបងអាចដេគ័របន្ថែមបន្ទប់ទទួលភ្ញៀវទៅគេរៀបចំចម្រឹងតាមប្រួយកញ្ចក់ឲ្យអស់ហើយនេះវិញទូតាំងកុងម៉ាឬក៏បងអាចដាក់វត្ថុអនុស្សាវរីយ៍អីតាំងកន្លែងនេះបានហើយចូលមកមានកញ្ចក់ទូតាំងមុខកញ្ចក់មុខចដាហ្នឹងឲ្យបងទៀតហើយចង្ក្រានគេធ្វើ2នេះបងធ្វើចង្ក្រានបាយស្ងួតមួយហើយចង្ក្រានបាយសើមមួយដែរនេះបងឃើញអត់ស្អាតណាស់ណាហើយមានទ្វារចេញចូល2ចោលសំណាមអីបងចេញតាមចំហៀងផ្ទះហ្នឹងទៅហើយចំណុចពិសេសហ្នឹងគឺគេមានបន្ទប់ជាន់ផ្ទាល់ដីសម្រាប់តាយាយចាម៉ាក់ប៉ាចាស់គាត់អាចសម្រាប់នៅខាងក្រោមនឹងបានធំទលាយបន្ទប់ក៏ដាក់ខែគេងទូ make up ទូកៅអៅក៏អត់ចង្អៀតដែរហើយនេះបងឆ្នៃឲ្យអតិថិជនគ្រប់ជ្រុងណាក្រោមនេះមានកូនឃ្លាំងដាក់អីវ៉ាន់ក្រោមជាដើមមួយចឹងទៅហើយនេះមានបន្ទប់ទឹកទុកសម្រាប់ទទួលភ្ញៀវពលឺមកលេងផ្ទះខាងលើហ្នឹងគឺបាន3បន្ទប់គេង3បន្ទប់ទឹកបន្ថែមទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ផ្ទះមួយប្លង់នេះចាលេខល្អមែនទែនណាបងបើគិតពីហុងស៊ុយវិញណាផ្ទះ F09 បងហើយតម្លៃ150,000ជាងចរចាបានមានបញ្ចុះតម្លៃតាមលក្ខខណ្ឌបងផ្ដាច់លុយសុទ្ធតម្លៃកាន់តែល្អនៅសល់ខ្ទង់140,000ជាងហើយអាចចរចាបន្ថែមជាមួយនឹងម្ចាស់គម្រោងបានអញ្ចឹងសម្រាប់ព័ត៌មានលម្អិតយើងអាច comment សាកសួរឬក៏តាក់ទងមកកាន់លេខនៅលើ caption ឬមួយក៏មកកាន់ page ផ្លូវការរបស់ Bureau Only Villa បានចាអរគុណ